con này trong mô hông hồi yên trên dọn sla nút chia lại một việc mày còn còn có xa mạo vì hạt xìm riêng cha là cũng nên thay ní à đúng chưa là thay lục bố ban là luôn chưa là khi là mỗi nhà ông mặc việc nó sẽ bán ra thì là cũngรู้hay chưa là sẽ khai sinhเป็นkhai sinh biết ban cáiตัวปีอย่างไงสิทำบ้านในอ่างเอาลงสมัยนั้นกูนึกว่ามันใส่เอาลงไม่เลยไอ้ของใครจะมารับบ้านเต็มเนี่ยรับเนี่ยมันแค่ผู้การแต่ตัวบ้านจะมีแต่คนนำเนี่ยcon naជាបឋមនេះខ្ញុំសូមថ្លែងអំណរគុណដល់លោកទាវអាបារងខេត្តដែលលោកតែងតែផ្ដល់អនុសាសន៍ល្អៗដើម្បីឲ្យយើងធ្វើការងារនេះហើយពួកខ្ញុំអស់គ្នានោះក៏ប្រឹងប្រែងមិនរាដៃទេចឹងហើយដែលធ្វើឲ្យជោគជ័យនេះបានមកដល់ថ្ងៃនេះហើយពួកយើងខ្ញុំមានសេចក្តីរំភើបរីករាយខ្លាំងរេងបាទនេះហើយចូលរួមលើកទីប្រមាណនេះទៅចូលរួមទៅក៏ឆ្នាំកន្លងទៅយើងបានចូលរួមដែរលើកនេះយើងជាលើកទី2ហើយដែលការលើកទី1ខ្ញុំទទួលបានចំណាត់ថ្នាក់លេខ2តែដោយឡែកវគ្គទី2នេះខ្ញុំបានចំណាត់ថ្នាក់លេខ1ចាលោកឆ្នាំកន្លងទៅបានលេខ2ឆ្នាំនេះឆ្នាំក្រោយបានលេខ1បានន័យថាលោកការឆ្នាំ2020បានលេខ2បានចែករំលែកពីសួរបានទៀតគឺមិនបានជាមកជាលេខ2លេខ1នេះអរគុណតេតងនឹងការងារអប់រំនេះរឿងបទពិសោធន៍វាមិនខុសពីសាលាដទៃទេដំណើរការនៃការអនុវត្តការងារបង្រៀនគឺជាការចាំបាច់ហើយបន្ថែមពីនោះគឺតេតងនឹងអាជ្ញាធរហើយនឹងសហគមន៍ដែលយើងទាមទារត្រូវធ្វើការគ្រប់គ្រងពីខាងក្រៅដើម្បីឲ្យសម្រេចបាននៅចក្ខុវិស័យរបស់យើងចឹងហើយអ្វីដែលយើងធ្វើមិនមែនធ្វើតែមួយថ្ងៃពីរថ្ងៃទេគឺធ្វើរៀងរាល់ឆ្នាំទៅបានយើងទទួលបានថ្ងៃនេះលោកគ្រូកាត់ថាជ័យលាភីនៅថ្ងៃនេះជាកិត្តិយសសម្រាប់លោកគ្រូជាកិត្តិយសសម្រាប់ស្ថាប័នលោកគ្រូហើយនៅខេត្តសៀមរាបក៏ប្រជាជនសៀមរាបយ៉ាងនេះទៅសម្រាប់ជ័យលាភីមួយនេះសម្រាប់ខ្លួនខ្ញុំផ្ទាល់រឿងកិត្តិយសខ្ញុំផ្ទាល់វាមិនសំខាន់ទេប៉ុន្តែសំខាន់គឺកិត្តិយសខេត្តអាជ្ញាធរខេត្តហើយកិត្តិយសរបស់លោកគ្រូខ្ញុំនៅក្នុងអង្គភាពមួយទាំងមូលហើយជាពិសេសនោះគឺអង្គភាពមួយទាំងមូលហើយនៅសហគមន៍របស់យើងដែលជាអ្នកគ្រប់គ្រងនៅខ្ញុំសម្រាប់ដើរផ្លូវនេះហើយយើងរួមគ្នាទទួលអបអរសាទរនៃលទ្ធផលនេះទាំងអស់គ្នាលោកគ្រូមួយទៀតបានន័យថាជាលំហីហ្នឹងមិនប្រកាសថានៅរាជធានីឬក៏ខេត្តនេះគាត់អាចមានសមត្ថភាពធ្វើវិជ្ជាប្រកបក្នុងនាមលោកគ្រូមកពីខេត្តសៀមរាបលោកគ្រូចង់លើកទឹកចិត្តឲ្យលោកគ្រូនាយកទៅតាមស្ថានអប់រំផ្សេងៗពង្រឹងសមត្ថភាពបែបណាដើម្បីទទួលបានជោគជ័យនៅលោកគ្រូដែរនឹងស្ថិតនៅលើបុគ្គលនៃអង្គភាពមួយដែលតេតងនៅដំណើរការនៃការអនុវត្តនិងការរៀបចំប្រព័ន្ធនៃការគ្រប់គ្រងរបស់គាត់តើបានត្រឹមត្រូវដែរឬទេអញ្ចឹងបើគាត់រៀបចំបានត្រឹមត្រូវអាជ្ញាធរហើយនិងសហគមន៍គាត់មើលឃើញគាត់មានការចូលរួមអញ្ចឹងនៅពេលដែលមនុស្សច្រើនមានការចូលរួមអញ្ចឹងលទ្ធផលវានឹងទទួលបានអញ្ចឹងឱកាសយើងអាចផ្ដើមចេញពីខ្លួនយើងសិនគឺថាបង្ហាញខ្លួនយើងឲ្យគេស្គាល់ទៅបានគេមកស្គាល់យើងអញ្ចឹងសូមអរគុណបាទលោកគ្រូមួយវិញទៀតលោកគ្រូគិតថាការប្រកួតប្រជែងអង្គភាពផ្ដល់សេវាសាធារណៈគំរូដែលក្រសួងមុខងារសាធារណៈបានរៀបចំជាពិសេសបានការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុហ្នឹងលោកគ្រូគិតថាកម្មវិធីនេះល្អទេហើយលោកគ្រូចង់ឲ្យកម្មវិធីនេះនឹងបន្តមានជារៀងរហូតឬមួយក៏យ៉ាងម៉េចដែរកម្មវិធីនេះល្អណាស់ហើយដែលកន្លងមកអនុវិទ្យាល័យយើងខ្ញុំនេះយើងគិតថាជាអនុវិទ្យាល័យមួយតូចពិតតែនៅក្នុងក្រុងមែនប៉ុន្តែហាក់ដូចជាមិនមានអ្នកណាមើលឃើញនៅឡើយទេអញ្ចឹងហើយបានពួកខ្ញុំក្នុងគ្នាខិតខំធ្វើម៉េចផ្ដើមចេញពីខ្លួនយើងដើម្បីឲ្យគេស្គាល់អញ្ចឹងហើយយើងចេញមកឃើញបានទៅតាមជាក់ស្ដែងបែបនោះអញ្ចឹងហើយសម្រាប់ឱកាសនៃសាលាដទៃទៀតគឺมันអត់ទេមិនថាប្រកួតឈ្នះអ្នកដែលធ្វើបានប្រកួតហើយទេអញ្ចឹងជាក់ស្ដែងដោយលទ្ធផលនៅឆ្នាំនេះអ្នកដែលចុះលេខ1គឺអ្នកដែលចុះលេខពីលេខ1ដល់លេខ10ឆ្នាំមុនខ្លះมันបានចុះ10សិនផងអញ្ចឹងជាឱកាសច្រើនណាស់ដែលត្រូវប្រឹងប្រែងអស់គ្នាចាលោកគ្រូមួយវិញនេះលោកគ្រូអាចបង្ហើបឲ្យដឹងបានទេថាវិការដែលទទួលបានលោកគ្រូមានគម្រោងធ្វើអីបន្តដើម្បីអភិវឌ្ឍអនុវិទ្យាល័យរបស់លោកគ្រូឲ្យមានកាន់តែជឿនលឿនឬក៏ឆ្ពោះទៅមុខបន្ថែមទៀតអញ្ចឹងលោកគ្រូពិតណាស់វាថាការដែលយើងទទួលបាននេះគឺมันខុសពីការអនុវត្តដោយតែខ្ញុំទទួលបានវគ្គលើកទី1ទេដែលថាការយើងទទួលបានគឺបំរើឲ្យការងារបង្រៀននិងរៀនដើម្បីយើងពង្រឹងគុណភាពបន្ថែមទាក់ទងបន្ថែមពីនោះគឺអាចយើងបំពាក់
បំពេញបន្ថែមលើគ្រឿងបច្ចេកវិទ្យាដើម្បីឲ្យទាន់សម័យយ៉ាងណាលោកគ្រូនៅពេលដែលបានលេខ1វាគ្រប់គ្រាន់សម្រាប់លោកគ្រូហើយនៅតែបន្តការខិតខំប្រឹងប្រែងខ្លួនឯងនេះទេឬក៏ប៉ុណ្ណឹងគ្រប់ហើយក្នុងទិសដៅបន្តរបស់អនុវិទ្យាល័យយើងខ្ញុំគឺបានយើងបានដាក់ចែងហើយគឺយើងនៅតែរក្សានិរន្តរភាពដើម្បីរក្សាជាអង្គភាពគំរូដដែលអញ្ចឹងហើយយើងអត់លេងដៃទេដោយសារពីនឬក៏ដើម្បីមូលដ្ឋានរបស់យើងមានសាលាមួយដែលមានការផ្ដល់សេវាល្អសម្រាប់ពលរដ្ឋរបស់យើងបាទអាចនិយាយបានថាដោយសារយើងទទួលពានផងប៉ុន្តែសំខាន់បំផុតគឺសហគមន៍មួយទាំងមូលដែលអាចផ្ញើកូនចៅរបស់គាត់នៅអង្គភាពរបស់យើងអរគុណច្រើនលោកគ្រូអរគុណ